គេប្រចាំងភ្លើងទៅចំអាវិហារកាតូលិកហ្នឹងគឺស្អាតមែនទែនភ្លឺចាំងដូចនេះហ្មងឡើងលឿងល្អោកហ្មងទៅខាងខ្មែរយើងបែបប្រាសាទបែបអីហ្នឹងវាស្អាតបែបយើងហ្នឹងទៅគេទៅប្រទេសយើងគេក៏ស្ងប់ស្ងាត់ប្រទេសយើងមកប្រទេសគេយើងក៏ឃើញរបស់គេស្អាតយើងក៏ស្ងប់ស្ងាត់មួយរបស់ប្រទេសគេដែរសិតតាហាងល្បីដាក់ពិភពលោកនេះ Rolex LV Prada Dior Chanel អី Saint Laurent អីគេហ្នឹងពេញហ្នឹងបរោយទៅណាឃើញនេះខាងក្រោយខ្ញុំនេះDuomo ហាងនេះ logo ហាងមួយសិតតាពណ៌មាសទាំងអស់គេដាក់ពណ៌មាសអត់ឲ្យដិតឲ្យអីដូចតែគ្នាទាំងអស់ដូចអានេះMalta មានអានេះSaint Laurent អីគេនេះ Longchamp អីគេអូញ៉ៃសិតតាហាងល្បីដាក់ពិភពលោកនេះ Rolex Chanel អូអីទេសភាពមើលមកយើងចូលក្នុងរៀងត្រជាក់វាកន្លែងតំបន់ shopping ហ្នឹងអ្នកឆ្លាញ់ការ shopping ឆ្លាញ់ brand របស់អីហ្នឹងអានេះត្រូវហើយចូលមកអត់ខកអំណងឯនេះមាន Louis Vuitton Prada ស្អីគេហ្នឹងពេញហើយនៅមានអាកន្លែងមួយដែលគេចូលទៅអំបិលជើងគេចូលទៅអំបិលជើងដើម្បីសំណាងដើម្បីអីនោះនេះDior សាហាងលំដាប់ពិភពលោកនេះគេចូលអំបិលជើងចូលអំបិលជើងហ្នឹងវាសំណាងល្អគេអំបិលជើងហ្នឹងអាហ្នឹងគេជឿមកពីណាហ្នឹងគេចូលអំបិលឲ្យបាន3ជុំដើម្បីសំណាងល្អអាហ្នឹងPrada មាន2ខាងមានមួយខាងនេះហងហើយនឹងមួយខាងទៀតនៅខាងនេះហើយ LV ក៏ធំដែរអូយអានេះអ្នកឆ្លាញ់ brand របស់កាបូបកតាបអីខ្សែក្រវ៉ាត់អីល្អអីអានេះមកមីឡានគឺអត់ខកណងហ្នឹង Fendiហើយសំខាន់មនុស្សច្រើនណាស់វាមិនមនុស្សណៃណាដើរចង់ទៅគ្នាហើយចេះដើរខ្លាច់ដើរចូលតែ frame របស់គេរហូតភាសាគេថតគ្រប់កន្លែងមើលពីលើថតចំកណ្ដាលចំនេះចំណុចកណ្ដាលមើលទៅលើថតទៅលើស្អាតអ្នកចូលចិត្តរបស់ brand អានេះត្រូវហើយមកនេះទិញទៅផ្ទះទិញអីទៅតែនៅនេះដូចជាគេធ្វើ tax refund បានអត់ដឹងប៉ុន្មាន%ទេបើនៅប្រាំងវាខ្ទង់ដូចជាកន្លែងខ្ញុំនៅហ្នឹងដូចជាគេដាក់19%បានច្រើនដែរតាហើយបើនៅនេះខ្ញុំអត់ច្បាស់ថាប៉ុន្មាន%ទេខ្ទង់ប្រហែល10អីជាង%ហ្នឹងវាតាមប្រទេសខ្លះ tax refund ផ្សេងប្រទេសខ្លះវា tax refund ខុសគ្នាវាអត់ដូចគ្នាbrand ល្បីច្រើនមែនចឹងខ្ញុំអត់សូវស្គាល់ទេអា brand ខ្លះវាល្បីដែរតែយើងវាអត់ស្គាល់យើងមិនមែនមនុស្សចូលចិត្តរបស់ brand name ផងយើងពាក់តាមបានអញ្ចឹងដូចរបស់ខ្លះដូចកតាបដូចអីយើងមានពាក់ធម្មតាហ្នឹងហើយអារបស់ brand អត់សូវស្គាល់វាមានអាគ្រឿងសម្អាងគ្រឿងអីហ្នឹងក៏មានច្រើនដែរហើយកតាបកាបូប LV Prada Dior Chanel អី Saint Laurent អីគេពេញហ្នឹងបរោយទៅណាឃើញនេះហាងមួយធំហើយអាកន្លែងលក់ហ្នឹងគឺដូចលក្ខណៈថាដូចជារៀងផ្សារធំកណ្ដាលយើងអាមាន 5-6 ជ្រក់ចេញអញ្ចឹងណាហើយអានៅតាម floor ហ្នឹងដូចគេធ្វើបែបដាក់ការ៉ូដាក់អីហ្នឹងរៀបចំស្អាតមែនតើ
hay là những cái miên hiệp trong miên ở Bali miên son sọc ấy khai miên ở cái hai ở pickpocket giống nó cái ca pia cầm ao miên chẳng miên Gucci miên Rolex ấy trao vô tầm mền té nó tay dương mình từ chia in mỗi khang nâng mã này những ban đảm màu khơi nhớ nè thả cái hiệp trong tay cái việc mịch hiệp trong cái lại nuốt lại chạy tiền như thế cho cái mịch với anh ấy Gucci đây hay bạch chỗ đây ta lấy em hay ta lấy Chanel đây Chanel là Chanel cái lụa là bò miền bốp của ta bạch trương tất ốp ấy đây Chanel miền Longchamp miền SLY gì cái này YSL SY YSL là cái house Song Saint Laurent thì hang mùi muối ấy nông lý thoái nè và trong châu lấy mơ nồi mơ ấy hái thì mình trôi máu sờ râu phải à anh ấy Duomo nó đối ở Phật sát nuôi castle nuôi thum mình tên đối ấy đối phải hia cắt lệch lần xây ra nó nẹt miên dự bao giờ nãy cười phèo bằng nhom ắt đằng này hai là hai chia và nhom hai rồi hia cắt lệch gì thum à và dân từ mừng cô vót mới ấy biết play play một cái giang tết và dân mau khang ở rụp ní vướng có khơi play play đôi kê chẳng cái mau pi ở rụp cái ấy cái từ mơ và san cô vót chứ cứ khi khơi play play đôi dân mau ở rụp mơ khơi và san ok chẳng cứ play play đôi kia là biết chặt ti krong là biết tục tay là biết ở tẹt tiền nhiều thì cho ấy cứ việc play thì ở nơi mai dân sen thì nâng từ để cho từ không bị hiền đó cái lấy trong một thấy hiện lấy nó vì play up bà dân sẽ lãnh bên chất bên trong score trong khơi nhé nó dân trôi tới việc mình chỉ play na thế thì còn là than đi trôi là kia trôi lại nam một bước thị trấn ở lùi tại bà trôi cục lấy nó cao thì trôi cục lấy ở lùi nên nó tìm liên tục chậm lại tăng chia rút pre rút ấy như những cái hao cắt co đằng này cái score là dừng ấy đôi giờ cồn ngày tại cái kênh ai làm sắc ấy kênh ai làm sắc rồi cái hao xây cái đây đằng này là cái đằng chui phèp nó xây cái mua ấy khác nó sẽ đằng chui phèp này mua ấy bắt score này bà thọt oi mới nhưngแต่oi score mua ấy score cái đằng là than ní cắt co nhỉ cắt co miên mua miên ấy cái đó đây này ấy được chưa đây là số cái chặt lại cắt chơi đấy được chưa thôi tao là cam đây là số chơi càng chơi ấy detail nữa lòng này nè thmo chậm lại cái nè anh ấy mình sờ mỏng đó thmo cái chạ này thôi sòng khăn cái chạ làm ban cả hôn chứ chạ ban bên ôi hay lửa chạ ô hay lên chạ rồi ấy thmo đi thmo keo rồi được mình búng ấy nó mình sờ mỏng ấy thmo cái chạ anh ấy ở chỉ spawn tay sòng khăn spawn đi cái viên rồi cái liếp cái ấy hay anh ấy kinh ai làm sắc hết ai cho mọc thì làm sắc thằng thmo cao cái chặt ban đi mò nó đừng thmo cao thmo ma từng đấy chặt nồi lửa ô sao mà bạch cái bộ hào mình tên anh ấy dương khơi và hát và sát ra here sang cô vót dướng việc chậm lại bài chậm lại thmo chậm lại ấy chân từ là ní việc chậm lại bài sen thì nâng từ việc khó khăn mà giang mà nè chẳng bây dương từ tê kế hay pk mọc thì giống như khơi việc học lại kia chẳng bằng pk chỉ chôn cái mau cái khơi
សានពលវត្តយើងអីហ្នឹងគេឃើញគេស្ងប់ស្ងាត់ខ្លាំងមែនទែនហើយយើងមកគេក៏ឃើញគេក៏ស្អាតដូចគ្នាស្ងប់ស្ងាត់គេដូចគ្នាដោយសារឃើញគេធ្វើមកវាស្អាតតាក់ទាញដូចគ្នាខ្ញុំឃើញថា detail ក្នុងហ្នឹងអ្នកយល់អ្នកដឹងអីគេយល់គេដឹងថាហ្នឹងមានន័យថាម៉េចអីមិនអញ្ចឹងតែយើងវាមកយើងអត់ដឹងថាហ្នឹងមានន័យថាម៉េចទេយើងឃើញតែថាចម្លាក់ហ្នឹងវាស្អាតវាឆ្លាក់បានស្អាតអីចឹងទៅមើលឡើងលើទៅអា diamo ហ្នឹងកពូលវាច្រើនមែនទេដឹងប្រហែល100កំពូលទេដូចជាច្រើនជាងគេមួយនៅក្នុងចំណោមនៅក្នុងពហិទាំងអស់គឺអាកពូលប្រាសាទហ្នឹងមានច្រើនជាងទេខ្ញុំអត់ដឹងប្រហែលទេដូចជាខ្ទង់100ច្រើនជាងគេដែរនៅក្នុងអឺរ៉ុបនេះវាធំហើយវាច្រើនណាស់កពូលស្រួចហ្នឹងអាហ្នឹងដឹងប្រហែលទេអ្នកដឹងជួយប្រាប់ផងក្នុងនេះខ្ញុំឮតាមគេដូចជាខ្ទង់300ឯងប្រហែលទេភ្លេចបាត់ឯងដឹងតែច្រើនហើយនិយាយថាអាចម្លាក់នឹងក្រៅហ្នឹងគឺឆ្លាក់បានស្អាតមែនទេឆ្លាក់បានស្អាតហើយវាមានក្បាច់មានអីថា detail មាន detail មាននៅក្នុងនឹងច្រើនមែនតែយើងអត់ដឹងថា meaning វាមានស្អីខ្លះទេខ្ញុំដើរមកជុំហ្នឹងបើដើរមកជុំហ្នឹងក៏ហត់ដែរណាវាធំពេកហើយវាក្តៅទៀតអញ្ចឹងទៅវាឆាប់ក្តៅហើយធំហើយហាងនៅជាប់ហ្នឹងណាសិតតែហាងល្បីក៏ហាងលំដាប់យៈលំដាប់ពិភពលោកដូចអានេះ BYD លក់ឡានលក់អីហ្នឹងឡានអគ្គិសនីហើយអាខាងនោះគឺ Swarovski លក់គ្រឿងអលង្ការគ្រឿងអីហ្នឹងអាហ្នឹងនៅខ្មែរយើងស្គាល់ហើយហាងធំអីនៅក្នុងនោះទៀតមានច្រើនមែនទែនហើយអានេះកន្លែងហាងលក់បាល់AC Milan ហាងលក់សម្លៀកបំពាក់ក្រុមបាល់ទាត់ AC Milan ក្នុងគេដាក់កៅអៅជើបន្ទុះកៅអៅក្រុមបាល់ទាត់ផ្សេងអីដើរមកជុំហ្នឹងចង់ហត់ហើយមេឃវាក្តៅផងនឹងដើរមើលខាងនោះ Nike មើលនេះ Ferrari ព្រោះមើលតាម map ទៅ Ferrari នៅម្ដុំហ្នឹងឡានធំលំដាប់អ៊ីតាលីហ្នឹងលំដាប់ពិភពលោក Ferrari ថតនេះទៅឃើញច្បាស់មកជុំហ្នឹងគឺមនុស្សជុំវិញពាត់ជុំវិញមនុស្សណែនមកកន្លែងណាក៏ business កន្លែងណាក៏ business ដែរទៅក្នុងbrand ខ្លះខ្ញុំមិនដែលឮទេហើយអ្នកខ្លះគេស្គាល់ណាតែ brand ខ្លះខ្ញុំអត់ស្គាល់ទេយើងអត់ចូលចិត្តយើងអត់សូវមានចំណងអីមួយខាងហ្នឹងអញ្ចឹងយើងអត់សូវដឹង brand ហ្នឹងអីទេតែពេលខ្លះអ្នកខ្លះគេស្គាល់គេដឹងអញ្ចឹងខាងមេឃវាក្តៅអញ្ចឹងទៅភាគច្រើនគេនៅក្នុងគេអត់សូវដើរទៅក្រៅក្តៅពេកសំបីអាឡៃណាគេលក់អវ៉ាន់លក់របស់ហ្នឹងគឺ detail ច្រើនមែនទេមើលឡើងទៅលើហ្នឹងគឺ detail ទាំងអស់ក្បាច់ក្បូរមានផ្កាចម្លាក់ឆ្លាក់ក្បាច់ក្បូរសំបីតាកងហ្នឹងក៏មានចម្លាក់ដែរដើរនឹងក្រៅអញ្ចឹងវាកន្លែងនេះអត់សូវក្តៅទេបើនៅខាងនោះវាលអញ្ចឹងក្តៅខ្លាំងមែនទែនអានេះនាឡិកាស្អីគេទេខ្ញុំមិនសូវស្គាល់ទេខាត់ជានាឡិកាខ្លះដែលលើឈ្មោះទេយើងអត់ស្គាល់របស់ថ្លៃយើងអត់ស្គាល់អញ្ចឹងទៅយើងវាអត់ដឹងអានេះអាឡូដឹង brand ស្អីទេយើងអត់ដែលស្គាល់ brand name ដល់ពេលមកឃើញ brand name នឹងណែនពើអញ្ចឹងយើងអត់ដឹងថាអាហ្នឹង brand ផកអីគេតែមើលមកផកអ៊ីតាលីអញ្ចឹង
ខ្លះណែន100ហាងលក់ហើយយើងនេះយើងត្រូវប្រយ័ត្នខ្លាំងមែនទែនព្រោះមានគេហៅ pickpocket ហ្នឹងច្រើនណាអញ្ចឹងយើងត្រូវប្រយ័ត្នយើងហើយណាមួយវាមិនស្អីអីយើងស្លៀកពាក់រៀងដូចរៀងធួអញ្ចឹងមានណាគេមកលួចរបស់យើងទេយើងគ្មានអីគេលួចទៀតហ្នឹងយកតែកៅមកកតាបមកហ្នឹងគ្មានស្អីគេលួចទេនេះ brand name និយាយទៅ brand name នៅនេះទាំងអស់គឺពណ៌មាសគេដាក់ logo ពណ៌មាសឈ្មោះអីពណ៌មាសទាំងអស់អត់មានអាណាមួយលេចធ្លោជាងអាណាទេគឺដាក់ដូចគ្នាហ្មងពណ៌ហើយនឹង font អីហ្នឹងគឺប្រហែលគ្នា logo អីគឺពណ៌មាសដូចគ្នាហើយបើគ្នាទៅចោមកច្រើនខ្លាំងដោយសារឥឡូវវា holiday នៅអឺរ៉ុបអានេះ Chanel Rolex ហើយ Gucci ហ្នឹងក៏បោះអ៊ីតាលីដែរហើយចូលទៅសិតតែមាន guide ចូលទៅសិតតែមាននេះហើយមិនចេះតែចូលបានទេណាចូលទៅគេមើលកៅមើលមុខមើលក្រោយហ្នឹងខុសឯងទៀតយើងចូលតែមើលម្បាក់បានតែថតពីក្រៅអញ្ចឹងថាចូលមើលកើតទេពីច្រើនគេមកថតនៅកណ្ដាលនេះគេថតច្រើនដោយសារវាស្អាតថតមើលឡើងលើឃើញអា4ជ្រុងហ្នឹងដបូលហ្នឹងហើយវាមាន4ជ្រុងទៅឆ្វេងទៅស្ដាំទៅក្រោយទៅមុខហ្នឹងវាច្បាស់ហើយវាស្អាតឃើញមកប្លែកភ្នែកbrand ធំនៅនេះមានទាំងអស់ហ្នឹង Prada មានអានេះហាងគេ Prada ធំ Prada នៅនេះគឺធំមែនតើនៅវាមាន2-3កន្លែងនៅកន្លែងDuomo នេះតែឥឡូវខ្ញុំដើរទៅរកស្អីទេឥឡូវរកលេខចង់ឃើញវាធំពេកចង់វែងrestaurant នៅនេះអីមកពីច្រើនតតែនេះដែរតតែកក់តុកកក់អីចឹងទៅបើយើងចូលហ្មងវាអាចបានដែរពេលខ្លះតែពេលខ្លះក៏វាថ្លៃចឹងណាអានេះរូបសេះហ្នឹងដូចជានេះFerrari ហ្នឹងឯងរូបសេះហ្នឹងឬក៏មិនមែនទេហ្នឹងឯងFerrariរូបសេះចង់វែងយើងអត់សូវស្គាល់ brand name ទេក្នុងហ្នឹងគេមានដាក់តាំងឡានដែរឡានប៉ណ្ណាំង Ferrari នេះហុកសេះនេះសំខាន់នៅខាងក្រោមគេដាក់តាំងលក់សម្លៀកបំពាក់លក់អីចឹងទៅលក់បើជើងលក់ខ្សែក្រវ៉ាត់របស់តុបតែងលម្អតែបើនៅខាងក្នុងគេមានដាក់លក់មួកការពារកៅអៅឬក៏តុក្កតាអីនេះនេះស្អាតទេនេះគេដាក់ឡានទូចចឹងគេដាក់ប្រចាំងឲ្យយើងមើលអាហ្នឹងយើងទិញបានអានេះទិញយើងទិញនេះយើងដាក់កាត់លុយនៅនេះមកហើយយើងចង់ទិញបានកៅអៅចង់បានតែមួយណាអានេះ Ferrari ជំនាន់អីឈ្មោះអីវាមានឈ្មោះវាហើយយើងអត់ស្គាល់អត់ដឹងថាឈ្មោះអីវាមានឈ្មោះវា Ferrari Roma ឈ្មោះអីអាឡានប៉ណ្ណាំងហើយកាត់លុយតម្លៃប៉ុន្មានអត់ដឹងតម្លៃប៉ុន្មានចូលពេលទិញគេឲ្យយើងរើសខ្លះអស់អាខ្លះនេះសល់យើងរើស scale រើសអីនេះអាយុ14ឆ្នាំឡើងទៅអញ្ចឹងទៅសិតពីច្រើនគេដាក់អាយុ14ឆ្នាំឡើងទៅតែអ្នកមកទិញសិតតែអាយុ30-40អស់ហើយដោយសារគេឆ្លាញ់កីឡាប៉ណ្ណាំងឡាន F1 អញ្ចឹងគេឆ្លាញ់គេចង់ដូចអានេះស្អាតតម្លៃ50 ប្រូហ្នឹងវាខ្ទង់ចិត្ត60រៀលដែរវាមានអា Ferrari Roma អីទៅឆ្នាំ2019ហើយឆ្នាំ2023ហើយដូចអ្នកបើកដូចណាគេដូចជាអីគេហើយ Hamilton ស្អីគេទេឈ្មោះបាត់ទេចង់វែងឈ្មោះអស់ហើយអូ
ស្អាតដល់នេះពេលយប់រូបភាពបែបផ្សេងពេលថ្ងៃរូបភាពបែបផ្សេងតែពេលយប់វាភ្លឺហើយមើលឡើងលើអញ្ចឹងហើយពេលពលឺគេបើកភ្លើងទៅវាផ្សេងទៅស្អាតម្យ៉ាងទៅហើយអត់សូវមានមនុស្សទៀតបើសិនជាពេលថ្ងៃមនុស្សណែនណាបាក់ថតបាក់អីដល់ពេលយប់មនុស្សអត់សូវមកច្រើនដល់ពេលថ្ងៃមនុស្សចាប់ផ្ដើមក្តៅចឹងគេចូលមកថតនៅក្នុងនេះច្រើនដល់ពេលយប់ត្រជាក់វិញគេចាប់ផ្ដើមចេញទៅក្រៅដើម្បីទៅថតនៅវាកាតាលិច Duomo នោះអញ្ចឹងទៅនៅនេះវាមិនសូវវាលបានវាថតរៀងស្រួលអានេះពេលថតពេលយប់ទៅស្អាតមែនមកពេលថ្ងៃវាស្អាតម្យ៉ាងទៅដល់ពេលមកពេលយប់វិញមិនដឹងថាភ្លើងពេលបើកទៅប្រចាំងចំDuomo ហ្នឹងហើយនឹងអាកន្លែង shopping brand name នេះអាហ្នឹងមើលទៅស្អាតហ្នឹងពេលយប់ឡើងមនុស្សចេញមកថតឡើងពេញដោយសារថ្ងៃឡើងក្តៅយកតែមែនតែនលេង37 38អាមុនហ្នឹងម៉ោង4ជាងហ្នឹងចូល39ដៅឡើងក្តៅមែនតែនហ្មងអានេះយប់ឡើងមនុស្សចេញមកថតព្រាតតន់មានពេកយើងថតយើងផ្ដិតយករូបភាពដោយសារយើងមិនមែនមានពេលមករហូតទេយើងមកបានម្ដងហ្នឹងគឺយើងផ្ដិតយករូបភាពឲ្យបានច្រើនហើយបើថាស្អាតអាហ្នឹងវាស្អាតមួយបែបម្នាក់អញ្ចឹងទៅនៅខាងប៉ែកប្រទេសផ្សេងវាស្អាតបែបប្រទេសគេអញ្ចឹងទៅនៅខាងខ្មែរយើងបែបប្រាសាទបែបអីអាហ្នឹងវាស្អាតបែបយើងអញ្ចឹងទៅគេទៅប្រទេសយើងគេក៏ស្ងប់ស្ងាត់ប្រទេសយើងមកប្រទេសគេយើងក៏ឃើញរបស់គេស្អាតយើងក៏ស្ងប់ស្ងាត់មួយរបស់ប្រទេសគេដែរព្រោះអាហ្នឹងវាសិតតែធ្វើមកប្រហែលឆ្នាំអាដូចប្រាសាទនេះកំពូលហ្នឹងដឹងប្រមាណ100កំពូលទេស្រួចហ្នឹងច្រើនណាស់ហើយក្បាច់ក្បូររចនាហ្នឹងមិនមែនស្រួលធ្វើទេអាហ្នឹងខ្ញុំមិនដឹងថាអាហ្នឹងគេធ្វើតាំងឆ្នាំប្រមាណទេតែដឹងថាធ្វើយូរហើយធំណាស់អានេះ Duomo នេះដូចជាធំដែរធំជាប់លំដាប់ថ្នាក់ top 10អីដែរនៅក្នុងអឺរ៉ុបនេះហើយអញ្ចឹងបានមនុស្សមកថតច្រើនមកកន្លែងនេះតំបន់សំខាន់យល់ទៅដូចលក្ខណៈថាបើដល់ទីក្រុងមីឡាននេះបើអត់មកនេះដូចជាខ្សោះហ្មងហ្នឹងបានភាគច្រើនបានគេមកហ្នឹងឯងភាសាហ្នឹងវាដូចជាlandmark មួយដែលគួរតែមកហ្នឹងនៅពេលយប់ស្អាតមែនតើគេពេលគេប្រចាំងភ្លើងទៅចំអាពហិកាតូលិកហ្នឹងគឺស្អាតមែនតើភ្លឺចាំងដូចនេះហ្មងឡើងលឿងល្អោកហ្មងយ៉ាមើលហើយភ្ញៀវទៅចគេមកណែនហ្នឹងពេលយប់ឡើងឥឡូវវាខ្ទង់ម៉ោង 7:10 ហើយភ្លើងភ្លឺចេះតែភ្លឺហ្មងហើយទេសភាពហើយទស្សនវិជ្ជាពេលយប់មនុស្សចេញមកម៉ោង 7:10 ហ្នឹងមនុស្សពេញណែននៅតែពេញដោយសារពេលថ្ងៃមនុស្សរៀងក្តៅអញ្ចឹងគេអត់ទាន់សូវចេញថតមកនេះតែនៅតែមានអញ្ចឹងនៅតែមានច្រើនហ្នឹងតែគាត់ថាយប់ឡើងគេនៅតែចេញមកអញ្ចឹងដោយសារវាត្រជាក់ថ្ងៃឡើងវាក្តៅពេកអញ្ចឹងគេទៅចេញមកថតអញ្ចឹងថ្ងៃឡើងក្តៅបាក់ដើរទៀតក្តៅបែបក្តៅស្ងួតអញ្ចឹងទៅក៏អ្នកខ្លះគេក៏ចេញពេលថ្ងៃឲ្យហើយអញ្ចឹងគេថតអីឲ្យហើយអញ្ចឹងទៅវិញអញ្ចឹងតែបើអ្នកខ្លះគេមកពេលយប់វិញអញ្ចឹងណាឬក៏អាចនឹងនៅដល់យប់អញ្ចឹងទៅហើយហាង restaurant នេះនៅបើកធម្មតាអញ្ចឹងម៉ោង 10 អីនៅបើកធម្មតាពេលយប់គឺវាប្លែកម្យ៉ាងទៅពេលថ្ងៃវាប្លែកម្យ៉ាងទៅពេលថ្ងៃទស្សនវិជ្ជាវាភ្លឺអត់មានភ្លើងប្រចាំងអញ្ចឹងវាផ្សេងទៅហើយពេលទស្សនវិជ្ជាពេលភ្លើងប្រចាំងមកទៅវាភ្លឺបែបអាគារប្រចាំងទៅអាគារទៅអីចឹងទៅវារត់តែអែមទៅនឹងទៀតអញ្ចឹងវាអ្នកខ្លះគេចូលចិត្តបែបយប់អញ្ចឹងអ្នកខ្លះគេចូលចិត្តបែបថ្ងៃឃើញទស្សនវិជ្ជាថ្ងៃឃើញអីចឹងទៅអានេះវាបែបមានពលឺគេហៅថាបែបត្រីហ្នឹងស្រួលមើលថាអាគារគេប្រចាំងទៅអាចម្លាក់នេះដូចគេប្រចាំងឡើងលើចឹងទៅដើម្បីឃើញអា
អីគេចម្លាក់គេតាមជាងហ្នឹងវាស្អាតប៉ុណ្ណាចឹងមិនថាពេលខ្លះយើងនៅខ្មែរអាគារធំហ្នឹងគឺភាគច្រើនអាគារគេធ្វើបែបដូច modern ណាអាបែប classic លេងសូវមានទេអញ្ចឹងបើនៅអឺរ៉ុបអាបែប classic ហ្នឹងនៅតែមានអញ្ចឹងបានវាអាគារមួយគឺតាក់ទាញនេះដូចអាគារអញ្ចឹងពេលគេប្រចាំងភ្លើងទៅចំរចនាចំជ្រីហ្នឹងគឺឃើញទៅស្អាតមែនទែនហើយមនុស្សម៉ោង10ជាងនៅដើរលេងដើរមើលពីធម្មតាគេហាងអីភាគច្រើនគេបិទអស់ហើយ restaurant អីនៅខ្លះនៅមួយអញ្ចឹងណាតែបើហាងលក់របស់របរអីគេបិទអស់ហើយគេបិទតាំងម៉ោង8ម៉ោង9នេះហាងខ្លះបិទម៉ោង7មើលឃើញអាគារមកលឿងល្អោកមកប្រចាំងភ្លើងបែបលឿងអញ្ចឹងគឺចាស់ពេលយប់ស្អាតមែនទែនខ្ញុំចូលចិត្តពេលយប់ជាងពេលថ្ងៃវាមិនមែនថាមិនស្អាតទេតែពេលថ្ងៃយើងអត់ឃើញអាក្បាច់ក្បូររចនាបថអីច្បាស់ទេតទៅពេលប្រចាំងភ្លើងចាំងចូលអាឈីបែបក្បាច់ក្បូរបុរាណគេទៅឃើញស្អាតបែបផ្សេងទៅនៅកណ្ដាលទីក្រុងហ្មងទីក្រុងមីឡានហើយបើភាគច្រើនគេមកគេទៅអា Duomo នោះហើយអ្នកគេទៅអ្នកគេចូលកាហ្វេ Starbucks នេះកាហ្វេ Starbucks ហ្នឹងក៏ស្អាតដែរធំហើយស្អាតហើយវាមនុស្សចូលច្រើនហើយថ្ងៃមិញខ្ញុំចូលសឹងតែអត់តន់មនុស្សម្ដងជួច្រើនពេកខ្ញុំក៏ត្រឡប់មកវិញល្ងាចឡើងបានចូលបានផឹកកាហ្វេមួយកែវដែរហើយមើលទស្សនវិជ្ជាគេកាហ្វេគេវាមិនដូចតែគ្នាទេកាហ្វេវាគ្រាន់តែថាអារូបភាពដែលគេដាក់បង្ហាញឲ្យយើងហ្នឹងវាអត់ដូចគ្នាវាខុសទៅតាមតំបន់ហ្នឹងហើយកាហ្វេហ្នឹងគឺគេធ្វើបែបចាក់ម្ដងស្របាវកាហ្វេគ្រាប់កាហ្វេចាក់ម្ដងស្របាវអញ្ចឹងគេធ្វើឲ្យតាក់ទាញអញ្ចឹងហើយបើថារសជាតិវាដូចតែគ្នាដូចតែកាហ្វេគ្រប់កន្លែងអញ្ចឹងStarbucks នៅណាវាស្ទៀងគ្នាណាគេថាទិដ្ឋភាពពេលយប់ស្អាតខ្ញុំគិតថាទិដ្ឋភាពពេលយប់ស្អាតជាងបើមកអីឆ្លៀតនៅឲ្យដល់យប់ទៅឬក៏ដើរលេងកន្លែងផ្សេងឲ្យមកយប់មកទីក្រុងវិញអាហ្នឹងស្អាតបើថ្ងៃមនុស្សរត់តែច្រើនអញ្ចឹងវាបើអ្នកចូលចិត្តរៀងអត់សូវអ៊ូអអីមកយប់ល្អជាងស្អាតហើយមនុស្សរៀងតិចទៀតបើថ្ងៃមនុស្សច្រើនហើយក្តៅហើយអ៊ូអអញ្ចឹងបើយើងខ្លាចបាត់របស់បាត់អីយើងចង់មកពេលយប់អីយើងរៀងស្រួលដែរហ្នឹងវាតាមចំណង់ចំណូលចិត្តអ្នកនរគ្នាដែលចង់មកអញ្ចឹងណានិយាយថាខ្ញុំគិតថាពេលយប់តំណងមែនទែនវារូបភាពចម្លាក់អីនេះឃើញរូបភាពចម្លាក់នេះយើងឃើញច្បាស់មានអ្នកខ្លះរៀងលិចពណ៌មាសជាងមកទៀតហ្នឹងគេឡើងទៅគូសំខាន់គូបានស្អាតទៀតទស្សនវិជ្ជាពេលយប់វាបែបអញ្ចឹងវាឃើញអាគារឃើញអីច្បាស់ហើយពលឺពេលភ្លើងបាញ់ទៅអាគារហ្នឹងស្អាតមែនទែនមើលទៅអញ្ចឹងបានដឹងថាពេលយប់វាមានក្បាច់រចនាច្រើនមែនទែនដែលវាមានប្រកប detail នៅក្នុងហ្នឹងនៅខាងលើនោះមានស្ដេចតោដោះស្លាបនៅខាងលើបើពេលខ្លះយើងនៅថ្ងៃមើលពេលខ្លះយើងអត់ចាប់អារម្មណ៍ទេដល់ពេលយប់វាប្រចាំងភ្លើងទៅវារូបភាពបែបផ្សេងវាស្អាតបែបផ្សេងអញ្ចឹងទៅថាឥឡូវម៉ោង 7-10 យប់អីនៅទីក្រុងរ៉ូមហ្នឹងមនុស្សនៅតែដើរចេញអីអញ្ចឹងប្រហែលជាខ្ទង់ម៉ោងមិន10អីបានស្ងាត់